លោកស្រីប្រិមត្តទ្រុទស្សនិកជនជាទីគោរពនៅពេលនេះសូមអញ្ជើញទស្សនាព័ត៌មានក្នុងប្រទេសការតភ្ជាប់ចរន្តអគ្គិសនីកម្លាំង220គីឡូវ៉ុលต์ដោយមិនបិទបណ្ដាញភ្លើងនៅសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវរាជធានីភ្នំពេញព្រឹកថ្ងៃទី28 ខែឧសភាឆ្នាំ2010លោកហុងទូចប្រធានអង្គភិបបណ្ដាញអគ្គិសនីកម្ពុជានិងជាទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាបានអញ្ជើញចុះពិនិត្យការតភ្ជាប់ចរន្តអគ្គិសនីកម្លាំង220គីឡូវ៉ុលต์ដោយមិនបិទបណ្ដាញភ្លើងដោយកាលមុននៅក្នុងសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវរាជធានីភ្នំពេញលោកណូហៈផាប្រធានក្រុមហ៊ុនរតនៈឈីលបូបានមានប្រសាសន៍ឲ្យដឹងថាការតភ្ជាប់ចរន្តអគ្គិសនីកម្លាំង220គីឡូវ៉ុលต์ដែលមិនបិទបណ្ដាញភ្លើងដោយកាលមុននេះគឺជាបច្ចេកទេសជឿនលឿនហើយចង់បង្ហាញអតិថិជននិងបណ្ដាក្រុមហ៊ុននានាដែលប្រើប្រាស់អគ្គិសនីទាំងអស់ឲ្យបានយល់ដឹងពីរបៀបតចរន្តអគ្គិសនីកម្លាំង220គីឡូវ៉ុលต์ដោយមិនបិទបណ្ដាញភ្លើងដោយកាលមុនពីព្រោះក្រុមហ៊ុនរបស់លោកមានបច្ចេកទេសជឿនលឿនមានសម្ភារៈនិងអ្នកបច្ចេកទេសគ្រប់គ្រាន់តម្រូវទៅតាមទីកន្លែងលោកបន្តថាពីមុនការតភ្ជាប់បណ្ដាញអគ្គិសនីគឺត្រូវបិទភ្លើងសិនទើបយើងចាប់ផ្ដើមធ្វើការតភ្ជាប់បណ្ដាញភ្លើងនិងធ្វើឲ្យប៉ះពាល់ដល់អតិថិជនដែលប្រើប្រាស់ទូទឹកកកម៉ាស៊ីនត្រជាក់កុំព្យូទ័រនិងស្ថានីយ៍វិទ្យុទូរទស្សន៍ក៏ដូចជាសម្ភារៈនានាដែលប្រើប្រាស់ចរន្តអគ្គិសនីទាំងអស់តែឥឡូវនេះมันធ្វើឲ្យប៉ះពាល់ដល់អតិថិជនទៀតទេគឺมันដាច់ភ្លើងនៅពេលកំពុងតភ្ជាប់បណ្ដាញនោះទេលោកនូហាផាបានគូបញ្ជាក់ថាក្រុមហ៊ុនរបស់លោកមានសម្ភារៈអ្នកបច្ចេកទេសនិងបទពិសោធន៍គ្រប់គ្រាន់ខាងតភ្ជាប់ចរន្តអគ្គិសនីដែលមិនបិទបណ្ដាញភ្លើងរយៈពេលជាង30ឆ្នាំមកហើយនៅសាធារណរដ្ឋកូរ៉េហើយឥឡូវនេះលោកបាននាំយកបច្ចេកទេសជឿនលឿនតភ្ជាប់ចរន្តអគ្គិសនីដែលមិនបិទបណ្ដាញភ្លើងមកកម្ពុជាដើម្បីឲ្យអ្នកបច្ចេកទេសអគ្គិសនីកម្ពុជាបានយល់ដឹងនិងចេះតភ្ជាប់ចរន្តអគ្គិសនីដែលមិនបិទបណ្ដាញភ្លើងហើយក្រុមហ៊ុនរបស់លោកមានរោងចក្រផលិតអគ្គិសនីមួយកន្លែងនៅក្រុងកំពង់ធំដែលកំពុងដំណើរការនឹងចែកចាយលក់ជូនអតិថិជនសប្តាហ៍ថ្ងៃនេះ